ថ្ងៃទី8ដល់ថ្ងៃទី17ខែវិច្ឆិកាភាគីកម្ពុជានិងភាគីថៃបានឯកភាពបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលលើផែនការសរុប166បង្គោលគិតជាភាគរយសម្រាប់បានប្រមាណ56%នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃកម្ពុជាថ្លែងឲ្យដឹងនៅថ្ងៃទី17ខែវិច្ឆិកានេះតាមប្រភពដដែលបង្គោលព្រំដែនបណ្ដោះអាសន្នដែលបានបោះគឺនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ52និងលេខ59នៅក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តចន្ទបុរីរបស់ថៃតាមការឲ្យដឹងកម្ពុជាថៃនឹងបន្តការងារបោះបង្គោលបណ្ដោះអាសន្ននេះឲ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខគួររំលឹកដែរថានៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជាថៃសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដែលបានឯកភាពគ្នាលើទីតាំងដើមនិងសាងសង់ឡើងវិញនៅបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃក៏បានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស TOR ឆ្នាំ2003ទាក់ទងនឹងការផលិតផែនទី Orthophoto ចំណុចទី4ជំហានទី2នៃ TOR ឆ្នាំ2003ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា LIDAR ដើម្បីពន្លឿនការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគូក៏សម្គាល់ថាការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃបានធ្វើឡើងរយៈពេលជាង2សប្តាហ៍ក្រោយពីកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃរៀបចំឡើងនៅខេត្តចន្ទបុរីប្រទេសថៃកាលពីថ្ងៃទី21-22ខែតុលាឆ្នាំ2025បានបញ្ចប់ទៅ